Tiếp xúc này ở phía tại đây nhiều một hai những pi biếtในการลบទំព័រនៅលើ file PDF ជាដំបូងខ្ញុំមានfile PDF មួយដែលខ្ញុំ download ពី online នៅកន្លែងនេះfile នេះគឺ file PDF ខ្ញុំ download ពី online រួចហើយអញ្ចឹងឧទាហរណ៍ថាទំព័រណាដែលយើងអត់ត្រូវការយើងអាចលុបវាចោលទំព័រនេះសរុបទាំងអស់59ទំព័រចឹង59ទំព័របើសិនយើងអត់ត្រូវការទំព័រមួយណាទេយើងអាចលុបទំព័រនឹងចោលទៅចឹងរបៀបនៃការលុបយើងអាចចូលទៅកម្មវិធីអនឡាញមួយខ្ញុំសូមបិទហ្នឹងសិនចឹងសូមចូលក្នុង browser ចឹងខ្ញុំកម្មវិធីហ្នឹងខ្ញុំបានbookmark នៅលើ browser ពីស្រាប់នេះឈ្មោះថា I love PDF អញ្ចឹងក្នុងនេះយើងអាច upload វា select file load ចូលទៅហើយបន្ទាប់មកនេះមានទាំងអស់មាន59ទំព័រទៅរបៀបនៃការលុបឧទាហរណ៍ថាយើងអត់ត្រូវការ page ទី4ឬ page ទី5នេះទេយើងលុបពីចោលទៅហើយបន្ទាប់មក scroll មកក្រោមទៀតមកឬមួយក៏យើង page ខាងក្រោមនេះទំព័រខាងក្រោមនេះយើងអត់ចង់បានយើងលុបវាចោលយើងលុបចោលខាងក្រោមយើងអត់ត្រូវការអញ្ចឹងនៅសល់ទំព័រ40អញ្ចឹងយើងលុបវាចោល remove page អូខេតបមកយើង download remove page មិញយើងលុបអសល់40ទំព័រនេះ download មកហើយអញ្ចឹងយើងទៅបើក file ដែលយើង download មិញនៅសល់40ទំព័រនេះហើយលើនេះសល់40ទំព័រហើយយើង scroll មកក្រោមមកនេះ page 30 page នេះខាងក្រោមគឺ40អសល់ប៉ុណ្ណឹងហើយអស់ប៉ុណ្ណឹងឯងរបៀបនៃការ remove page នៅលើ file PDF